នេះពលាម៉ោង7 9 ព្រឹកម៉ោង 8:40 នេះគឺបងប្អូនមកច្រើនមកច្រកដើម្បីព្រៀងចេញទៅទីខែមកគ្រាន់តែអត់មានអគ្គិសនីប្រើបងប្អូនយកទាំងឯកសារធ្វើអកលភាសាអត់មានអគ្គិសនីដាច់ទៅស្ទឹងតែម្ដងមកគ្រាន់តែអត់មានអគ្គិសនីប្រើបងប្អូនយកទាំងឯកសារធ្វើអកលភាសាអត់មានអគ្គិសនីដាច់ទៅស្ទឹងតែម្ដងនេះពលាម៉ោង7 9 ព្រឹកម៉ោង 8:40 នេះគឺបងប្អូនមកច្រើនមកច្រកដើម្បីព្រៀងចេញទៅ